បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកហូបផ្លែបងប្អូនណាចំណាយលុយតិចបាទមកហូបអាចផ្លែជាងមុនអញ្ចឹងថ្ងៃនេះគឺមានបាទពងទាយកមកឆាហ្នឹងហើយពងទាហ្នឹងគឺយើងមុននឹងឆាយើងកូរគ្រឿងកូរអីហ្នឹងគ្រឿងគឺមានបាទខ្ទឹមសបានច្រាមឲ្យដាក់ខ្លាញ់បំពងហើយមានទឹកត្រីអំបិលប៊ីចេងយើងដាក់ចូលគ្នាហើយមានអំពិលទុំហើយទឹកប្រេងខ្យងបាទដល់ក្រោយមកក៏យើងចាក់ពងទាចូលបងប្អូនណាចាក់ពងទាចូលក្នុងនឹងទៅក៏យើងចាប់ដើមបាទច្បល់តិចតិចកុំឲ្យវាបែកពងទាហ្នឹងហើយយើងយកអាទឹកវាហ្នឹងមកដាក់ពីលើស្រូបវាតិចតិចណាហ្នឹងហើយផ្លែចំណាយលុយអស់តិចបងប្អូនណាហើយវាផ្លែម្យ៉ាងដែរអញ្ចឹងយើងជៀនយើងឲ្យជៀនស្ងោរយើងធ្លាប់ធ្វើរាល់ដងហើយអញ្ចឹងអានេះគឺនឹកឃើញក៏យកពងទាមកឆាហើយគឺមានខ្ទឹមបាទរោយពីលើដើមខ្ទឹមយើងរោយពីលើឲ្យវាឈ្ងុយបាទបងប្អូនហើយមើលតំណងមហូបមួយមុខនេះបងប្អូនអើយចំណាយលុយតិចអញ្ចឹងបានថាមហូបខ្លះពេលខ្លះយើងចេះរនឹកទៅណាបងប្អូនហ្នឹងហើយហូបឆ្ងាញ់ម្យ៉ាងដែរប្លែកបងប្អូនមកឆ្អិនហើយចូលរួមបាទជាមួយខ្ញុំបាទទាំងអស់គ្នាបាទអរគុណជម្រាបលា